សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំចង់បង្ហាញបងប្អូនទាក់ទងនឹងការងារដែលយើងបានបូកសៃជញ្ជាំងរួចរាល់ហើយមុននឹងយើងចូលការងារបន្តបន្ទាប់នៅលើផ្ទៃជញ្ជាំងរបស់យើងគឺយើងត្រូវតែឆែកនិងពិនិត្យមើលនៅលើផ្ទៃជញ្ជាំងរបស់យើងថាវាមានស្នាមប្រេះឬក៏អត់ហើយផ្ទៃរបស់យើងនេះវាស្ងួតរួចរាល់ហើយឬនៅហើយមួយទៀតទាក់ទងជាមួយនឹង level គឺយើងត្រូវថ្លឹងត្រូវគូសវានៅលើជញ្ជាំងឲ្យបានរួចរាល់ជាមុនសិនដើម្បីយើងងាយស្រួលចម្លងទៅធ្វើការងារផ្សេងទៀតដូច្នេះបងប្អូនឃើញទេនៅក្នុងវីដេអូនេះគឺយើងបានធ្វើការងារបូករួចរាល់ហើយនឹងមានការងារឆ្អឹងពិដានក៏ចូលបានមួយចំនួនធំដែរក្នុងនោះដែរការងារនេះគឺយើងបានធ្វើរួចរាល់យើងនឹងត្រៀមសម្រាប់ចូលការងារថ្នាំពណ៌ជាបន្តបន្ទាប់ក្រុមការងារពិដានក៏ចាប់ផ្ដើមធ្វើការងារពិដានក្រុមការងារផ្សេងទៀតក៏រៀបចំធ្វើការងាររៀងខ្លួនដូច្នេះហើយបងប្អូនសង្កេតឃើញថាការងារនេះវាជិតរួច 100% ហើយសម្រាប់អគារនេះដែរគឺវាមានចំនួន2ជាន់គឺជាន់តដីនិងជាន់ទី1នេះជាសកម្មភាពជាងធ្វើការងារនៅជាន់តដីហើយនេះជាផ្នែកខាងក្រៅផ្នែកចំហៀងដែលមានបង្អួចច្រើនហើយនឹងស្រឡះនៅក្នុងការមើល view ពីចំហៀងដែលស្រស់ស្អាតមួយចំហៀងទៀតជាន់តដីដូចគ្នាគឺមើលទៅមានភាពទូលាយនិងស្រស់ស្អាតមែនទែនសម្រាប់ជាន់ខាងលើឬក៏ជាន់ទី1បងប្អូនបន្តិចទៀតខ្ញុំនឹងនាំបងប្អូនទៅមើលដល់ផ្នែកខាងលើនេះគឺជាផ្នែកដំបូលដែលយើងមើលពីខាងលើដែលអាចមើល view ទាំងអស់ឬក៏រូបពីលើដំបូលដូចនៅក្នុងក្បាលវីដេអូដែលខ្ញុំបង្ហាញបងប្អូនដូចនោះដែរហើយនេះគឺជាការងារដែលយើងបូកនៅផ្ទៃខាងលើនិងមានការងារចាប់ជ្រុងមួយចំនួននៅលើផ្នែកខាងលើក្នុងធ្នឹមដូច្នេះផ្ទៃបានទាំងអស់នេះគឺយើងនឹងធ្វើជំរាបទឹកនៅពេលក្រោយហើយផ្នែកតួអគារខាងជាន់ទី1របស់យើងគឺមានតាក់ទងជាមួយនឹងចង្អុលទឹកចំហៀងដើម្បីដោះទឹកនៅពេលដែលមានមេឃភ្លៀងឬក៏ប្រព័ន្ធរំដោះទឹកធំដែលអាចបង្ហូរទឹកចេញមិនឲ្យមានការលិចឬក៏ជ្រាបចូលទៅក្នុងផ្ទៃអគារយ៉ាងឡើយផ្នែកយើងមើលឃើញទាំងអស់នេះគឺជាដំបូលផ្នែកខាងធំនៃអគារជាន់ទី1របស់យើងហើយបន្តិចទៀតខ្ញុំនឹងបង្ហាញបងប្អូនតាក់ទងនឹង view នៅទីនេះហើយនឹងផ្នែកមួយចំហៀងទៀតរបស់អគាររបស់យើងបងប្អូនឃើញទេនៅក្នុងវីដេអូនេះមានសកម្មភាពរួចរាល់ជាស្រេចហើយដើម្បីត្រៀមចូលការងារបន្ទាប់សម្រាប់ view ទេសភាពមានដើមត្នោតដើមឆាត់ជាដើមដែលនៅហ៊ុំព័ទ្ធនៅតួអគារលក្ខណៈជាការដែលយើងដេគ័រធម្មជាតិស្រស់ពិតតែម្ដងនេះគឺជាតកតងជាមួយនឹងការងារ design ផ្នែកខាងក្នុងវិញគឺពោពេញទៅដោយការងារដែលយើងធ្វើបានស្រស់ស្អាតរួចរាល់យើងនឹងត្រៀមចូលសម្រាប់តែការងារថ្នាំបៀកបន្តបន្ទាប់តែប៉ុណ្ណោះផ្នែកខាងក្នុងបន្ទប់មានបង្អួចបញ្ឈរមានបង្អួចផ្ដេកនិងមានទ្វារផ្នែកខាងក្រោយមានចង្អុលទឹកភ្លៀងសម្រាប់រំដោះទឹកភ្លៀងពេលដែលមានមេឃភ្លៀងផ្នែកខាងក្រៅបន្ទប់ជាន់នេះគឺមានបន្ទប់2បន្ទប់ខាងមុខនិងបន្ទប់ខាងក្រោយនិងមានចំហផ្នែកចុងខាងក្រោយហើយបន្ទប់ខាងក្រោយនេះដែរមានបង្អួច2បញ្ឈរនិងបង្អួចផ្ដេក1និងទ្វារ1ដែលបំពាក់ទៅដោយប្រព័ន្ធម៉ាស៊ីនត្រជាក់ទាំងអស់ផ្នែកខាងក្រោយនៃដំបូល level មួយនេះគឺមានដំបូលផ្នែកខាងក្រោយមួយទៀតបងប្អូនឃើញទេ view យើងអាចមើលឃើញទៅដើមត្នោតហើយមួយចំហៀងទៀតគឺយើងមើលឃើញទៅដើមឈើនិងដីមួយចំហៀងទៀតយ៉ាងច្បាស់លាស់យើងមើលទៅតាមលក្ខណៈបែបនេះគឺម៉ូដនេះគឺល្អមែនតើបន្តទៅនេះខ្ញុំចង់បង្ហាញបងប្អូនទាក់ទងជាមួយនឹងផ្នែកខាងលើជញ្ជាំងរបស់យើងដែលជាប់ជាមួយនឹងផ្ទៃប្លង់សេផ្នែកដែលជាប់ជាមួយនឹងផ្ទៃប្លង់សេគឺយើងកាត់រងបែបនេះដើម្បីឲ្យវាងាយស្រួលធ្វើការហើយនឹងការពារស្នាមប្រេះព្រោះយើងធ្វើបែបនេះធ្វើឲ្យសំណង់អគាររបស់យើងស្រស់ស្អាតនិងមានភាពប្រណិតជាងមុនច្រើនបងប្អូនឃើញទេខ្ញុំស៊ូមឲ្យបងប្អូនមើលបន្ថែមគឺគេកាត់បែបនេះ
កាត់បែបនេះគឺមិនប៉ះពាល់ទៅដល់សាច់ស្លឹកឈើរបស់យើងទេក៏គ្រឿងបង្គុំនោះទេដោយសារការងារនេះយើងធ្វើកាត់ត្រឹមតែសាច់បូកជញ្ជាំងរបស់យើងតែប៉ុណ្ណោះនៅគ្រប់ផ្នែកទាំងអស់ដែលមានជញ្ជាំងទល់ជាមួយនឹងប្លង់សេឬក៏ជុំវិញសសរគឺយើងកាត់បែបនេះដើម្បីធានាថានៅពេលថ្ងៃក្រោយគឺគ្មានបញ្ហាប្រេះឬក៏មានស្នាមនៅតាមជួរបាតប្លង់សេដែលជួបជាមួយនឹងជញ្ជាំងនោះឡើយសកម្មភាពបន្តបន្ទាប់ក្រុមការងារមានការងារកាត់បាទការងារបោកដាំចេញទាក់ទងជាមួយនឹងកំបោរបោកឬក៏បាយអដែលយើងបានបោករួចរាល់ដើម្បីយើងរៀបចំធ្វើការងារបន្តទៀតដូច្នេះបងប្អូនសង្កេតឃើញថាការងារនេះមានដំណាក់កាលមួយដែលយើងត្រូវធ្វើទៅតាម step របស់វាជំហានបែបនេះគឺធ្វើឲ្យការងារយើងរលូនបានល្អហើយនឹងមានភាពប្រណិតពេលយើងបញ្ចប់ការងារ 100% នៅពេលក្រោយក្នុងវីដេអូនេះមានការបង្ហាញតែប៉ុណ្ណេះឯងអញ្ចឹងដូច្នេះបងប្អូនកុំភ្លេចជួយ share ជួយ like និង subscribe ក្នុងវីដេអូនេះផងដើម្បីខ្ញុំអាប់ដេតវីដេអូថ្មីជូនបងប្អូនបន្តទៀតសូមអរគុណ